សម្រាប់ថ្នាក់ដឹកនាំរបស់ Manchester United គឺគាត់ចង់បាន manager ដែលគេមានបទពិសោធន៍ច្រើនអញ្ចឹងណាបាទត្បិតតែ Carrick គាត់មានបទពិសោធន៍មិនសូវច្រើនក៏ពិតមែនប៉ុន្តែបាទយើងអាចនិយាយបានថាគាត់បាទស្គាល់ពវៀនប្រតាំងរបស់ Man U ច្បាស់ណាស់បាទទាំងសំបីតែបន្ទប់សម្ងាត់ក៏គាត់ស្គាល់ដែរបាទព្រោះដោយសារតែគាត់នៅ Man U នោះក៏វាយូរណាស់ដែរហើយណាមួយទៀតគាត់ដឹងបាទចំនួនដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកគ្រូតា Sir Alex Ferguson ហ្នឹងគឺគាត់ដឹងពីបាទរបៀបរបបនៅក្នុងការលេងសម្រាប់ក្រុមនីមួយៗប្រិមិត្តសម្រាប់នៅស្រុកគេឬក៏ដូចជានៅស្រុកយើងបាទយើងអត់ទាន់ដឹងទេប៉ុន្តែសម្រាប់នៅស្រុកគេតែម្ដងសម្រាប់ក្លឹបបាល់ទាត់ធំនីមួយៗហ្នឹងគឺតែងតែមានក្បួនរបស់គេរៀងខ្លួនហើយក្បួនមកហ្នឹងគ្រូផ្សេងទៅកែគឺពិបាកកែហើយបើចង់កែលក្ខណៈហ្នឹងគឺលុះត្រាតែកែរយៈពេលយូរហើយក៏ manager ហ្នឹងគឺត្រូវទុកពេលឲ្យគាត់យូរដែរទើបអាចកែរៀបរបបដែលពីលេងពីមុនមកហ្នឹងមិនគឺត្រូវកែសម្រួលបានបើមិនអញ្ចឹងទេគឺយូរណាស់បាទតែយ៉ាងណាមិញគឺសម្រាប់ Carrick គឺគាត់ដឹងច្បាស់ហើយអំពីទម្រង់លេងរបស់ Manchester United បាទគេហៅថាទម្រង់លេងដើមរបស់គាត់ណាបាទតែយើងអត់ដឹងថាតើ Man U នឹងអាចបន្តគាត់ឬក៏រកគ្រូថ្មីទេព្រោះព័ត៌មានបដាមកថាទៅរកគ្រូ Dortmund ណាមកទៀតហើយបាទអញ្ចឹងចាំមើលបន្តទៀត